សួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺកូនខ្មែរ Make Money Online ថ្ងៃនេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាពីរបៀបដាក់ប៊ូតុង Subscribe នៅលើវីដេអូដើម្បីឲ្យគេចូលទៅទស្សនាវីដេអូរបស់យើងហើយគេឃើញរូបភាព Subscribe ទៅគេចុចលើរូបភាពហ្នឹងដើម្បី Subscribe វាជាការទាក់ទាញមួយដើម្បីស្រួលឲ្យការ Subscribe Channel របស់យើងកាន់តែច្រើនដូច្នេះជំហានដំបូងយើងត្រូវចូលទៅកាន់ page ចូលទៅកាន់ youtube.com com ហើយពេលទៅចុចទៅដល់ក្នុងហ្នឹងហើយយើងយកពាក្យថាយើងចុចកន្លែងរូបភាព channel កន្លែងរូបភាពនេះរបស់យើងនេះកន្លែងរូបភាព channel របស់យើងហ្នឹងរូបភាពហ្នឹងយើងយកពាក្យថា Crystal Studio យើងយកពាក្យទាំងហ្នឹងមក Crystal Studio ហើយយើងយកកន្លែង click កន្លែង channel នេះ channel click កន្លែង channel ហើយយើងយកពាក្យថា blending យកពាក្យកន្លែង blending ហ្នឹងទៅនេះវាឲ្យយើងដាក់ពាក្យថា add a watermark ហើយយើងចុចកន្លែង add a watermark ហ្នឹងទៅហើយយើងយកពាក្យកន្លែង browser ហើយយើងជ្រើសរើសរូបភាពណាដែលទាក់ទាញតែសម្រាប់ខ្ញុំកូនខ្មែរ Make Money Online ខ្ញុំសូមជ្រើសរើសយករូបភាព Subscribe ដើម្បីដាក់តាំងហើយយើងចុចពាក្យថា save បើសិនជាយើងចង់ឲ្យវាអានេះវាកំណត់នាទីវាប្រាប់ថា start time ចាប់ផ្ដើម5វិនាទីវានឹងបិទរូបភាពនោះវានឹង upload ទៅវិញតែបើយើងចង់ឲ្យវា upload យើងចុចកន្លែង display time នេះយើងចុចកន្លែង caption start time យើងយកពាក្យថា entire video នឹងរហូតដល់ចប់ហើយតមកយើងចុចយកពាក្យថា upload ហើយតមកយើងសាកធ្វើការបើកវីដេអូយើងធ្វើជាអ្នកដទៃសាកធ្វើការបើកវីដេអូរបស់យើងរមើលតើវាចេញបានល្អអត់ចេញជាអញ្ចឹងមែនអត់យើងសាកមើលយើងសាកហើយព្រោះការទាក់ទាញអារម្មណ៍មួយយ៉ាងវាល្អប្រសើរខ្លួនបើដើម្បីទាក់ទាញអារម្មណ៍នេះយើងសាកមើលនេះពិតជាលោតមែនសួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺកូនខ្មែរ Make Money Online ខ្ញុំមានសូមអរគុណព័ត៌មានថ្មីដែលចង់មកផ្សព្វផ្សាយប្រាប់បងប្អូនប្រិយមិត្តទាំងអស់ជាពិសេសអ្នកដែលមាន account YouTube ត្រូវការសូមអរគុណចំពោះការបង្ហោះឲ្យគេចុច Subscribe នោះប៊ូតុង Subscribe ដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបាទកូនខ្មែរ Make Money Online Bye bye.